សួស្តីគ្នាយើងអ្នកដែលចូលចិត្តមើល anime និងពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំភពផូសាជាថ្មីហើយយើងបន្តរឿង Berserk មេតបមួយវាយ100ភាគទី3 season ទី3បន្តទៀតហើយជួយគ្រប់គ្រង channel ភពផូតាមរយៈ QR code នៅខាងមុខម៉ាស៊ីន PC របស់គ្នាយើងជួយ channel មួយនេះបានច្រើនមែនតើមីយល់បានដើរទៅមុខទៀតក៏បានជួបជាមួយនឹងបិសាចមួយវងតែម្ដងហៅខ្លួនឯងថា Demon Army ពួកវាចេះស្ដាប់មនុស្សនិយាយលេងដូចជាមនុស្សហើយពាក់អាវក្រោះទៀតផង Griffith បានយកពួកវាទៅវាយជាមួយនឹងមនុស្សហើយពួកនេះបើសិនជាមិនបានមើលវាឲ្យជាប់លាប់នោះទេវានឹងទៅលួចស៊ីមនុស្សហើយដើរអស់មួយរយៈធំទៀតមីយល់នឹងបានទៅឃើញ Griffith ហើយនិយាយពីរូបរាងនឹងក៏ថាស្អាតមែនតើរំពាត់ដោយពន្លឺពណ៌ខៀវជុំវិញខ្លួនតែម្ដង What the? People who died today on the battle. អ្នកភូមិនេះរាល់ពេលដែលសង្គ្រាមចប់តែមកអង្គុយជិតសំពះ Griffith ព្រោះរាល់កងទ័ពទាំងអស់ដែលទើបតែស្លាប់ភ្លាមនឹង Griffith បានហៅត្រឡប់មកវិញឲ្យមកជួបបងប្អូនលើកចុងក្រោយមុននឹងទៅចាប់ជាតិសាជាថ្មីហើយអាពន្លឺជុំវិញខ្លួនរបស់ Griffith នឹងគឺជាប្រលឹងរបស់កងទ័ពនឹងឯងមយល់គ្រាន់តែឃើញ Griffith ពីចម្ងាយស្រាប់តែកើតកូនចិត្តមួយឃើញថាបរិះម្នាក់នេះពិតជាគួរឲ្យគោរពមែនទែនអារម្មណ៍វាច្រាលពីក្នុងមកស្រាប់តែទប់ចិត្តមិនបានហើយយកដាវទៅប្រគល់ឲ្យ Griffith ហើយសុំបម្រើ Griffith ជាកងទ័ពតែម្ដងយើងមកមើល Furnace នឹងគឺថាមិនចេះធ្វើការអ្វីទាំងអស់តែម្ដងស្លមហូបនឹងយកផ្សិតពុលមកស្លឲ្យបោកកៅអៅនឹងគឺយកថ្មមកគក់ស្ទើរតែខ្ទេចកៅអៅរបស់ដូរ៉ូទៅហើយយូរទៅក៏ដឹងខ្លួនឯងថាខ្លួនឯងនេះគ្មានប្រយោជន៍ទាល់តែសោះហើយអង្គុយនឹងស្រាប់តែទៅសុំទោស Serpico ថាសុំទោសផងដែលគាត់ធ្វើឲ្យ Serpico លំបាកគ្រាន់តែលើបែបនេះ Serpico ភ្ញាក់តែម្ដងម្ចាស់ស្រីរបស់គាត់បែរជាប្រែមកស្លូតត្រង់បែបនេះពួកគេក៏រុះរាន់បន្តធ្វើដំណើរទៅមុខទៀតនៅតាមផ្លូវនោះជួបលោកតាកងវាលពពែម្នាក់កាត់ក៏បានសួរនាំឲ្យលោកតាឆ្លើយប្រាប់វិញថាតំបន់នេះឥឡូវគឺមានសង្គ្រាមប្រយ័ត្នគ្រោះថ្នាក់ជាមួយនឹងកងទ័ពផងជាពិសេសនឹងមានប្រភេទពូជសាសបិសាចមួយប្រភេទនឹងគេឲ្យឈ្មោះថា Troll ទៅទៀតវាគ្រាន់តែជារឿងសភៅទេពីមុនតែឥឡូវនេះស្រាប់តែចេញមកមែនតែនតែម្ដងនៅពេលដែលបោះជំរំហ្វឹកហាត់នោះដូរ៉ូរបស់យើងលើកនេះវាចេះឆ្លាតប្រើដាវពីរទៅប្រយុទ្ធជាមួយនឹងកាតព្រោះឯកាតនឹងស្ងោចសរសើរដូរ៉ូមែនតែនហើយរឿងនេះក៏ជារឿងដែលចម្លែកមួយដែរព្រោះកាតរបស់យើងមិនដែលសរសើរអ្នកណានោះទេចំណុចនេះបង្ហាញថាកាតចាប់ផ្ដើមមានការផ្លាស់ប្ដូរពីមុនហើយរៀងទន់ភ្លន់ជាងមុនបន្តិចល្ងាចឡើងនៅពេលដែល Casca ជាមួយនឹង Furnace ចេញទៅរកអូសនោះពួកគេពិតជាជួបសត្វ Troll នោះមែនដូរ៉ូបានទៅជួយអ្នកទាំងពីរប៉ុន្តែមិនអាចទប់ទល់ជាមួយនឹង Troll នេះបានទេ Gonna die! ភ្លាមនោះស្រាប់តែមានមនុស្សអាចកំបាំងម្នាក់គប់ផ្លែ cherry មួយប្រភេទដេញសត្វ troll នោះចេញទៅបាត់ទៅហើយមនុស្សអាចកំបាំងម្នាក់នោះចេះជំនាញប្លែកមែនទែនគាត់បានបង្កើតសីមាទឹកយ៉ាងម៉េចមិនដឹងនោះទេបើជាដេញ troll ទាំងអស់នោះមិនអាចធ្វើបាបមនុស្សបានទេហើយមនុស្សសម្ងាត់ទៅបំរុងដើរចេញទៅវិញនោះដូរ៉ូរបស់យើងមិនដឹងថាវាដើរយ៉ាងម៉េចវានោះទេវាស្រាប់តែចាប់ចំដើមទ្រូងរបស់គេហើយដឹងថាម្នាក់នោះគឺជាស្រីមិនតែប៉ុណ្ណោះនាងនឹងគឺជា witch ទៅទៀតបានន័យថាជាមេធ្មប់ចេះប្រើប្រាស់ magic អញ្ចឹងពិភពកាត់លើកនេះមិនមែនត្រឹមតែមនុស្សវាយបិសាចតែប៉ុណ្្នឹងនោះទេវាមាន magic មានធម្មពលពិសេសអីចូលរួមក្នុងពិភពនេះថែមទៀតដើរនឹងពួកគេក៏ទៅជួបជាមួយនឹងលោកតាម្នាក់ត្រូវបានត្រូលនឹងវាយប្រហារដែរឈ្មោះរបស់គាត់គឺ Morgan ហើយគាត់បានពឹងអ្នកទាំងអស់គ្នាឲ្យជូនគាត់ទៅផ្ទះរបស់មេធ្មប់ហើយនៅតាមផ្លូវនោះគាត់និយាយរឿងរ៉ាវប្រាប់អ្នកទាំងអស់គ្នាថាភូមិគាត់នឹងត្រូវបានវាយប្រហារដោយត្រូលនេះតាមពិតវាមិនមែនជាបិសាចនោះទេវាជាប្រភេទសត្វមួយយ៉ាងដែលមាននៅក្នុងរឿងព្រេងតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះមិនក៏វាចូលមកដល់ឋានមនុស្សទៅវិញគាត់មិនយល់ដែរឥឡូវនេះគាត់មកសុំជំនួយពីមេធ្មប់នោះហើយអ្នកដែលចូលទៅដល់ផ្ទះមេធ្មប់នឹងតើតើអ្នកមាននិស្ស័យទៅទៀតសង្ឃឹមថាគាត់នឹងអាចទៅជួបទៅចោះដើរនឹងក៏ស្រាប់តែទៅដល់ផ្ទះរបស់មេធ្មប់ពិតប្រាកដមែនប៉ុន្តែអង្គរៈរបស់ផ្ទះនោះមានឈ្មោះថា Elemental ជាសត្វដែលបង្កើតដោយ Magic បានចូលទៅវាយជាមួយនឹងកាតវាយយ៉ាងណាក៏ Elemental នៅងើបឡើងវិញរហូតលឹមនោះស្រាប់តែលោកយាយម្នាក់និយាយចេញពីក្នុងផ្ទះមកថាបានហើយអញ្ជើញឲ្យពួកគេចូលមកក្នុងមកហើយមេធ្មប់ស្រីដែលដូរ៉ូប៉ះចំទ្រូងនោះក៏ស្ថិតនៅទីនោះដែរចូលទៅដល់ក្នុងទើបជួបមនុស្សស្រីចាស់ម្នាក់គាត់គឺជាមេធ្មប់ចាស់មួយមានឈ្មោះថា Flora ត្រូវជាគ្រូរបស់ធ្មប់ដែលជួយដូរ៉ូអំបញ្ញមិញនោះហើយឈ្មោះសិស្សរបស់គាត់គឺ Cherokee ហើយលោកពូ Morgan អំបញ្ញមិញនោះគាត់ធ្លាប់មានប្រវត្តិជាមួយនឹងធ្មប់ Flora នេះដែរកាលគាត់នៅក្មេងម្ដាយគាត់ឈឺនោះរត់ចូលព្រៃនឹងមកជួប Flora នេះឯងហើយដោយសារតែថ្នាំ Flora ឲ្យធ្វើឲ្យម្ដាយរបស់គាត់នឹងបានជាពីជំងឺធ្ងន់អញ្ចឹងបានជាអ្នកភូមិបញ្ជូនឲ្យគាត់ដើរមករកធ្មប់ម្នាក់នេះសារជាថ្មីលោកពូក៏បានប្រាប់រឿងគ្រប់យ៉ាងទៅដល់ធ្មប់មួយនោះប៉ុន្តែគាត់ឆ្លើយមកវិញថាគ
គាត់អស់សមត្ថភាពជួយហើយដោយសារតែគាត់ចាស់ហើយអញ្ចឹងលោកពូប្រហែលជាត្រូវពឹងក្រុមម្នាក់នេះហើយមិនតែប៉ុណ្ណោះគាត់បានប្រាប់ទៅសិស្សរបស់គាត់ Cherokee ថាឲ្យធ្វើដំណើរជាមួយ Gat ទៅ Gat នេះគឺជាវាសនារបស់ Cherokee ហើយរឿងគ្រប់យ៉ាងវាតាក់ទងគ្នាមិនមែនគេមកដល់ដោយគ្មានមូលហេតុនោះទេ Flora ក៏សូមឲ្យអ្នកទាំងអស់គ្នានេះនៅឲ្យបានមួយយប់ទៅនៅទីនេះគាត់បានដាក់សីមាការពារហើយអញ្ចឹងសូមនៅឲ្យសុខយកកម្លាំងដើម្បីធ្វើដំណើរទៅថ្ងៃស្អែកទៀតនៅតុបាយពេលយប់នោះ Flora ក៏បានបញ្យល់ពីស្នាមនៅលើក Gat ឲ្យកាន់តែច្បាស់ជាងមុនគាត់ថាពិភពលោកនេះមានឋានពីរឋានមនុស្សនិងឋានព្រលឹងវានៅលើគ្នាប៉ុន្តែមនុស្សជាមួយនឹងព្រលឹងនឹងមិនអាចប៉ះពាល់គ្នាឬក៏មើលឃើញគ្នានោះទេប៉ុន្តែដោយសារតែ Gat នេះត្រូវបានគេចាប់យកទៅធ្វើសំណែនហើយវាសនារបស់ Gat នេះនឹងត្រូវស្លាប់ដោយសារ Griffith ទៅហើយប៉ុន្តែបើជារត់រួចទៅវិញចឹងស្នាមមួយនេះវាធ្វើដូចជាស្ពានអញ្ចឹងធ្វើឲ្យ Gat នេះគឺជាមនុស្សដែលអាចឈានជើងចូលឋានព្រលឹងផងឋានមនុស្សធម្មតាផងអញ្ចឹងបានជា Gat នេះដើរជួបតែខ្មោចរហូតបែបនេះហើយtrollជាមួយនឹង Eve ដូចជាផាក់ជាដើមនឹងការពិតទៅគឺជាសត្វដែលនៅក្នុងឋានព្រលឹងនោះទេហើយគាត់ថាពពួកមនុស្សមេឃដូចជាគាត់នេះគាត់អាចទាញព្រលឹងរបស់គាត់ចូលទៅដើរមើលក្នុងពិភពព្រលឹងបានហើយគាត់ក៏បានរៀនរឿងតិចតួចពីពិភពព្រលឹងមកពិភពព្រលឹងនេះវាមានជាន់របស់វាមានជាន់នៅរាក់និងជាន់ជ្រៅហើយគាត់បានរៀនដឹងថា The God Hand នឹងគឺស្ថិតនៅក្នុងជាន់ដែលជ្រៅជាងគេមានឈ្មោះថា Abyss ហើយកន្លែងនឹងមនុស្សធម្មតានិងមេឃដូចជាគាត់ដែលចេះសិលតិចតួចនេះមិនអាចចូលទៅដល់នឹងបាននោះទេអញ្ចឹងសាច់រឿងមេតបមួយវាយ100របស់យើងក៏កាន់តែជ្រៅទៅហើយវាមិនមែនគ្រាន់តែជារឿងមនុស្សវាយបិសាចតែប៉ុណ្្នឹងនោះទេវាមានរឿងច្រើនមែនតើដែលយើងមិនដឹងពីពិភពមួយនេះក្រោយបាយរួច Gat នឹងក៏បានយក Behelit ទៅសួរទៅដល់ Flora ថានេះគឺជាអ្វី Flora បានឆ្លើយថាវាគឺជា Behelit ជាសោមួយដែលភ្ជាប់ភពមនុស្សជាមួយនឹងភពរបស់ God Hand ហើយវាមិនមែនចេះតែមកគ្រប់តែមនុស្សនោះទេវារើសតែមនុស្សណាដែលមានវាសនាអាចខ្លាយទៅជា Apostle តែប៉ុណ្ណោះហើយរបស់នេះគឺជារបស់ដែលមានវាសនាចឹងមនុស្សណាដែលមានវាសនាត្រូវបានវាហើយគេចមិនផុតពីវានោះទេដូចជា Griffith អញ្ចឹងទោះបោះចោលយ៉ាងណាក៏ដោយក៏វានៅតែរត់មករកវិញដដែលហើយ Behelit មួយនេះ Gat ទទួលបានពី Apostle ដែលគេបង្ក្រាបកាលពីលើកមុននឹងឯង Flora ក៏បានបន្ថែមទៀតថាពួក God Hand ទាំងអស់នោះកាលពីជាតិមុននឹងធ្លាប់ជាមនុស្សម្សាដែរហើយគ្មានធ្មប់ណាអាចទៅស៊ើបដឹងពីប្រវត្តិរបស់ God Hand អស់នេះនោះឡើយដោយសារតែពួកគេនឹងស្ថិតនៅក្នុងស្រទាប់មួយយ៉ាងជ្រៅនៃពិភពព្រលឹងអញ្ចឹងបើសិនជាព្រលឹងអ្នកណាហ៊ានទៅតាមស៊ើបដល់កម្រិតជ្រៅបែបនេះគេនឹងអាចរលាយព្រលឹងខ្លួនឯងអញ្ចឹងបានជាពួក God Hand នេះអាចរក្សាសមត្ថភាពខ្លួនឯងមិនឲ្យអ្នកណាដឹងឡើយមកដល់ពេលសប្តាហ៍ថ្ងៃក្រោយពីសម្រាប់អស់មួយសន្ទុះ Cherokee បានយកអាវុធមកចែកអ្នកទាំងអស់គ្នាអាវុធលើកនេះមិនមែនអាវុធដូចមុននោះទេអាវុធលើកនេះត្រូវបានគេប្រោះព្រំដោយ Magic នៅលើនោះហើយ Cherokee បានបញ្យល់ប្រាប់អ្នកទាំងអស់គ្នាថានៅក្នុងពិភពព្រលឹងរាល់ធាតុទាំងអស់ក៏វាមានរូបរាងរបស់វាផងដែរអញ្ចឹងធាតុទឹកធាតុដីធាតុភ្លើងធាតុខ្យល់នឹងវាមានរូបរាងរបស់វាអ្នកទាំងអស់គ្នាបានប្រើប្រាស់អាវុធដែលមានធាតុទាំងអស់នេះនឹងអាចមើលឃើញរូបរាងរបស់វាហើយ Serpico នឹងគេបានអាវក្រៅជាមួយនឹងដាវរបស់គេរុំព័ទ្ធដោយធាតុខ្យល់ Doro នឹងគេបានកូនកំបិតតូចដែលរុំព័ទ្ធដោយធាតុភ្លើងហើយធាតុ Elemental ទាំងអស់នេះវាចេះស្ដាប់វាមានព្រលឹងវាឆ្លាតអញ្ចឹងនៅពេលដែលប្រើប្រាស់វាត្រូវចេះអរគុណវាត្រូវនិយាយល្អជាមួយវាទាល់តែអញ្ចឹងទៅវាព្រមជួយក្នុងការប្រយុទ្ធឲ្យកាន់តែខ្លាំងជាងមុនប៉ុន្តែ Gat របស់យើងមិនទទួលអាវុធថ្មីនោះទេគេថាគេសុំអាដាវចាស់គេនឹងដដែលគឺគ្រប់គ្រាន់ហើយពួកគេក៏ចេញពីផ្ទះរបស់មេធ្មប់នោះហើយធ្វើដំណើរទៅភូមិរបស់លោកពូ Morgan ដើម្បីវាយប្រហារទៅដល់ពួក troll ដែលមកឈ្លានពានភូមិមួយនេះហើយវាសយអីភូមិមួយនេះគេគោរព Holy See ចឹងមកឃើញមានសិទ្ធិមេធ្មប់ហើយសិទ្ធិក្មេងៗបែបនេះគេមិនទទួលឲ្យចូលភូមិរបស់គេនោះទេគេបន្ទោសពូ Morgan ទៅទៀតហើយបានដេញឲ្យពួក Gat នឹងទៅនៅកន្លែងណាទៅកុំមកទីនេះឲ្យសោះ Gat ថាសុំឲ្យគេនៅទីនេះទៅព្រោះគេនឹងមានមនុស្សស្រីម្នាក់មានជំងឺគេមិនចង់ទៅឆ្ងាយពីកន្លែងនេះទេអ្នកភូមិនោះក៏យល់ព្រមប៉ុន្តែប្រាប់ Gat ថាបើសិនជាtrollចេញមកហើយមកជួបក្រុម Gat អញ្ចឹងក្រុម Gat ដោះស្រាយខ្លួនឯងទៅ Gat ក៏យល់ព្រមនៅពេលចូលដល់ក្នុងផ្ទះសម្រាប់ Cherokee នឹងបានដាក់សិលទៅព្រលឹងរបស់អ្នកទាំងអស់គ្នាអញ្ចឹងគាត់អាចមានអារម្មណ៍ដឹងថាអ្នកទាំងអស់គ្នាជួបគ្រោះថ្នាក់ឬក៏មានអារម្មណ៍ភ័យខ្លាចអីឬអត់ហើយគាត់អាចនិយាយឲ្យអ្នកដទៃទៀតនៅក្នុងក្រុម Gat នឹងឮទៀតផងអញ្ចឹងវាស្រួលតាក់ទងគ្នានិយាយទៅដូចទូរស័ព្ទអញ្ចឹងល្ងាចបន្តិច troll នឹងវាចេញប្រតិបត្តិការវាទៀតហើយវារត់មកទាំងវងមករកភូមិនេះតែម្ដង Serpico បានប្រើដាវថ្មីរបស់គេមានធាតុខ្យល់វាយកំទេច troll ទាំងអស់នោះ Run! Thank you so much!
ប៉ុន្តែវាច្រើនទៅធ្វើឲ្យ Serpico នឹងទប់លែងជាប់ហើយប្រជាជនផ្សេងទៀតនឹងត្រូវបានជំលះឲ្យចូលក្នុងព្រះវិហារ Holy See អ្នកទាំងអស់គ្នាមិនហ៊ានចូលទៅជួយ Serpico នោះទេបានឈរមើលពីក្រៅហើយនិយាយថា Serpico នេះគឺចប់ហើយកាត់ក៏ដើរចូលតែម្នាក់ឯងតែម្ដងគ្រប់គ្នាថាកុំចូលអីឯងមិនអាចយកឈ្នះត្រូលទាំងអស់នេះទេប៉ុន្តែគ្រាន់តែកាត់ដកដាវធំវាម្ដងស្លាប់ត្រូលរហូតដល់ 5-6 នាក់ឯណោះអញ្ចឹងលោកអាចារ្យ Holy See ជាមួយអ្នកភូមិនឹងហាមាត់និយាយលែងចេញតែម្ដងយើងទៅមើល Shiriki វិញ Shiriki កំពុងតែប្រមូលអារម្មណ៍ខ្លួនឯងចង់ដកព្រលឹងរបស់ខ្លួននឹងទៅសុំធម្មពលពីព្រះ Elemental ទៀតទឹកដីភ្លើងខ្យល់នឹងឯងប៉ុន្តែលោកអាចារ្យ Holy See នឹងមកតប៉ែទៀតហើយគាត់បំរុងនឹងរុញ Shiriki នឹងចុះទៅក្រោមព្រោះគាត់មិនចូលចិត្តការប្រើប្រាស់ធម្មពលមេធ្មប់នោះទេដោយលោកអាចារ្យនឹងនៅឯញ៉ែញ៉ៃទៅមកបែបនេះស្រាប់តែត្រូលនឹងវាចូលទៅដល់ព្រះវិហារទៅទៀតអញ្ចឹងកាត់បានឲ្យ Serpico ជាមួយនឹង Doro នឹងទៅជួយអ្នកភូមិនៅក្នុងវិហារនោះទៅហើយត្រូលទាំងអស់នោះវាឡើងដល់ដំបូលទៅទៀតដែលធ្វើឲ្យលោកអាចារ្យរបស់យើងនឹងអាឡ័យតែភ័យនឹងត្រូលភ្លេចចាប់អារម្មណ៍ជាមួយនឹង Shiriki ព្រោះ Shiriki អាចខ្ចីធម្មពលរបស់ធាតុទាំង4យកមកប្រើប្រាស់បានអាចយកឈ្នះត្រូលទាំងអស់នោះហើយបានបង្កើតសីមាព័ទ្ធជុំវិញព្រះវិហារមិនឲ្យពួកបិសាចនឹងអាចចូលបាននោះឡើយភ្លាមៗនោះស្រាប់តែមានសត្វចម្លែកថ្មីមួយប្រភេទធាតុមានឈ្មោះថា Ogre រូបរាងចម្លែកមែនទែនដូចដំរីកាត់ត្រីបលែនអញ្ចឹងវាចូលទៅក្នុងព្រះវិហារនោះមិនកើតនោះទេដោយសារតែសីមារបស់ Shiriki ប៉ុន្តែវាឆ្លាតវាយល់ពីស្ថានភាពនេះវាក៏ចាប់ឈើគប់ទៅព្រះវិហារព្រោះសីមារបស់ Shiriki នឹងទប់បានតែប្រលឹងបិសាចតែប៉ុណ្ណោះរបស់ពិតហោះចូលទៅក្នុងនោះមិនមានបញ្ហាឡើយធ្វើឲ្យព្រះវិហារនេះស្ទើរតែបាក់ចុះមកក្រោមនៅពេលដែលគ្រប់គ្នាកំពុងតែភ័យហូរញើសពេញខ្លួននោះកាត់ឈានជំហានដើរទៅមុខប្រយុទ្ធជាមួយនឹងបិសាចមនុស្សមួយស្មាគ្រាប់បែកនឹងកំបិតរបស់គេស្រាប់តែមានប្រសិទ្ធភាពមែនទែនជាមួយនឹងបិសាចមួយនោះកាត់ក៏អាចកាត់ដៃរបស់បិសាចនោះបានមកខាងប៉ុន្តែវាអាចយកដៃរបស់វាមកតឡើងវិញដដែលហើយបំរុងនៅប្រយុទ្ធជាមួយនឹងបិសាចនោះមួយសារទៀតទៅហើយស្រាប់តែមានបិសាចថ្មីមួយទៀតមានឈ្មោះថាកាល់ពីដែលមានរូបរាងដូចជាកង្កែបកាត់សេះវាជាប្រភេទបិសាចមួយដែលអាចប្រើប្រាស់ Magic បានវាអាចបញ្ជាធម្មពលទឹកនឹងឲ្យវាប្រហារកាត់ទៅទៀតលើកនេះកាត់ប្រយុទ្ធជាមួយនឹងបិសាចរហូតដល់3ប្រភេទហើយធ្វើឲ្យគេនឹងពិបាកប្រមូលអារម្មណ៍ប្រយុទ្ធមែនទែន Serpico យល់ពីស្ថានភាពក៏ហោះពីដំបូលរបស់ព្រះវិហារចុះមកជួយកាត់គេប្រាប់កាត់ថាទុកឲ្យគេចាត់ការជាមួយបិសាចកង្កែបនោះចោះអ្នកប្រើប្រាស់ធាតុខ្យល់ប្រយុទ្ធជាមួយនឹងបិសាចប្រើប្រាស់ធាតុទឹកហើយក្នុងការប្រយុទ្ធមួយនេះបិសាចកង្កែបមួយនោះវាអាចយកឈ្នះ Serpico បានយ៉ាងស្រួលដោយសារតែមេឃនឹងកំពុងភ្លៀងអញ្ចឹងធម្មពលទឹករបស់វាកើនឡើងរាប់ដងឯណោះហើយភាពមួយនេះយើង slash តែប៉ុណ្្នឹងសិនចោះអរគុណគ្នាយើងដែលបានតាមដានទស្សនាហើយក៏អរគុណទៅដល់បណ្ឌិត Derot សម្រាប់22សេនក៏ដូចជាអ្នកផ្សេងទៀតដែលចូលរួមគាំទ្រ Channel Popo ជូនពរជោគជ័យរាល់ការងារដែលកំពុងធ្វើហើយបើសិនជាចូលចិត្តកុំភ្លេចចុច like Subscribe ហើយនិង comment ផងអរគុណច្រើនបាយបាយ